បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀមស្បនទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះគឺខ្ញុំមានវត្ថុពិសេសហើយកម្រមួយបងប្អូនណាបាទគឺយកមកដាក់ថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាគឺមានពីរដុំឬក៏ពីរអង្គបងប្អូនណាបាទមិនបានជាខ្ញុំហៅថាវត្ថុពិសេសបងប្អូនណាបាទរបស់នេះគឺកម្រណាស់បងប្អូនណាបាទគឺកម្រណាស់បាទកម្រជាងនាងពួន7នាងពួន7កម្រជាងនាងពួនរិស័យទៀតបងប្អូនណាដូចខ្ញុំបានជម្រាបចឹងដោយសាររបស់នេះដូចខ្ញុំមិនបានខ្ញុំថាកម្រជាងបាទគឺ10000ដើមមិនទាន់មានមួយទេបងប្អូនណាបាទគឺ10000ដើមគឺមិនទាន់មានមួយទេបាទនេះគឺជាប្រភេទនៃអង្គគុជអំពិលបងប្អូនណាបាទគុជអំពិលឬក៏ជាជាប់អំពិលនេះបងប្អូនណាបាទរបស់នេះគឺមានฤทธิ์មានតេជះនិងមានបារមីខ្លាំងណាស់បងប្អូនណាសម្រាប់ខាងការពារខ្លួនខាងសឹកសង្គ្រាមបាទខាងស្នេហ៍មហានិយមលក់ដូររ៉ូស៊ីបងប្អូនណាបាទការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងនេះគឺរូបរាងរបស់គាត់គឺតួអង្គនេះដែរគឺខ្ញុំដុតធូបសូមទស្សបារមីព្រះអង្គកាត់ចេញពីអង្គធំដែលខ្ញុំធ្លាប់ផុសពីលើកមុនបងប្អូនណាបាទធ្លាប់ផុសពីលើកមុនបាទដើម្បីក្រែងលោបងប្អូនដែលគាត់មានឧបនិស្ស័យបាទចង់យកទៅស្រោបធ្វើជាຂ្នាតបន្តោងសម្រាប់ការពារខ្លួនទៅណាមកណាយុបលុបបងប្អូនណាទៅណាមកណាយុបលុបបាទឃើញចឹងទេបងប្អូនណាបាទសុំស្មាតទោសទៅចោះបាទកាត់មកតបែកភ្លើងបងប្អូនណាកាត់មកតគឺបែកភ្លើងបាទគឺមិនធម្មតាទេបាទនេះកន្លែងដែលខ្ញុំសុំដុតធូបសុំទស្សបារមីលោកកាត់បងប្អូនណាបាទដើម្បីស្រួលធ្វើជាຂ្នាតបន្តោងដាក់ពន្លឺចូលភ្លើងស្អាតណាបងប្អូនណាបាទនេះគឺជាគុជអំពិលបងប្អូនណាបាទគុជអំពិលគឺមានฤทธิ์មានតេជះនិងមានបារមីខ្លាំងណាស់បងប្អូនណាបាទដូចខ្ញុំបានរៀបរាប់ចឹងបងប្អូនណាហើយរបស់នេះគឺកម្របំផុតហើយបងប្អូនណាគឺកម្របំផុតហើយ10000ដើមគឺមិនទាន់មានមួយទេបងប្អូនណាហើយដើមអំពិលនេះដែលមានគុជនេះគឺដែលមានអាយុកាលរាប់រយឆ្នាំមកហើយបងប្អូនណាដែលមានអាយុកាលរាប់រយឆ្នាំមកហើយបាទដែលគាត់មានប្រភេទគុជអំពិលនេះបងប្អូនណាបាទគុជអំពិលនេះបាទគឺរឹងហើយមាំហើយមានฤทธิ์មានតេជះនិងមានបារមីបងប្អូនណាទៅណាមកណាយប់លុបផ្លូវចិត្តផ្លូវឆ្ងាយចឹងទៅយើងដាក់តាមខ្លួនបងប្អូនណាយើងដាក់តាមខ្លួនសម្រាប់ការពារក្រុមគ្រួសារយើងដាក់នៅផ្ទះគឺនាំលៀបនាំជ័យនាំសិរីមង្គលដល់ក្រុមគ្រួសារយើងបងប្អូនណានាំសិរីមង្គលដល់ក្រុមគ្រួសារយើងបាទដាក់ពន្លឺភ្លើងទៅគឺចូលស្អាតភ្លឺស្អាតណាបងប្អូនណាដូចជាត្បូងដូចជាគុជដូចជាកែវមរកតចឹងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងបាទនេះគឺជាប្រភេទនៃគុជអំពិលបងប្អូនណាបាទគុជអំពិលបាទឬក៏ជាជាប់អំពិលបងប្អូនណាបាទជាប់អំពិលឬក៏ជាគុជអំពិលដូចជាគុជវ៉ាក្លូតចឹងបងប្អូនណាក៏ប៉ុន្តែរបស់នេះគឺកម្របំផុតហើយបងប្អូនណាគឺកម្របំផុតហើយដូចខ្ញុំមករៀបរាប់បានប្រាប់បងប្អូនចឹងបងប្អូនណាបាទចឹង10000ដើមគឺមិនទាន់មានមួយទេបងប្អូនណា10000ដើមគឺមិនទាន់មានមួយទេបាទនេះគឺស្នាមកន្លែងដែលខ្ញុំដុតធូបសុំទស្សបារមីលោកកាត់បងប្អូនណាបាទគឺកាត់ចេញពីអង្គធំបាទក្រែងលោបងប្អូនដែលគាត់មានឧបនិស្ស័យបាទចង់យកទៅដាក់នៅលើហឹងលើអាសនៈទុកគ្រប់បូជាថែអាសាបងប្អូនណាឃើញបែបហ្នឹងបងប្អូនណាគឺមកតយើងកាត់បែកភ្លើងបងប្អូនណាគឺកាត់បែកភ្លើងបាទគឺមិនធម្មតាទេបងប្អូនណាគឺមិនធម្មតាទេបាទនេះហើយគឺជាប្រភេទនៃអង្គគុជអំពិលហើយគុជអំពិលនេះគឺពិសេសណាស់បងប្អូនណាបាទគុជអំពិលនេះបាទនៅជាមួយនឹងឃុំធំបងប្អូនណាបាទនៅជាមួយនឹងឃុំធំបាទពេលនោះគឺមានបងប្អូនយើងគាត់ឡើងទៅយកឃុំធំគាត់មិនដឹងថាទីនោះគឺមានគុជអំពិលទេបាទឃុំធំនោះគឺស្រោបជាប់នៅគុជអំពិលនេះឯងបងប្អូនណាស្រោបជាប់នឹងគុជអំពិលនេះឯងបាទនៅលើដើមអំពិលហ្នឹងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងរបស់នេះគឺបាន2យ៉ាងបងប្អូនណាបាទមានទាំងឃុំស្រោបផងបាទហើយជាគុជអំពិលទៀតចឹងពិសេសលើពិសេសបងប្អូនណាគេថាពិសេសលើពិសេសតែម្ដងបាទវត្ថុទាំងនេះគឺមានឫទ្ធិមានតេជះខ្លាំងណាស់បងប្អូនណាគឺមានឫទ្ធិមានតេជះខ្លាំងណាស់ដូចខ្ញុំបានរៀបរាប់ចឹងបងប្អូនណាបាទការពាររាល់នៅអំពើមុនខ្មៅទាំងឡាយទាំងពួងភាពត្រជាក់ត្រជុំខាងសឹកសង្គ្រាមខាងស្នេហ៍មហានិយមលក់ដូររស់ស៊ីហៅមកហៅភ្ញៀវនេះគឺមហាពិសេសតែម្ដងបងប្អូនណាហើយប្រភេទនៃអង្គគុជអំពិលនេះដែរគឺមានតែ2អង្គនឹងទេបងប្អូនណាបាទហើយក៏កម្រនឹងមានអ្នកប្រើដែរបងប្អូនណាដូចខ្ញុំបានជម្រាបហ្នឹងដោយសាររបស់នេះវាអត់មានបងប្អូនណារបស់នេះវាអត់មានបាទកម្រនឹងមានអ្នកប្រើណាស់បងប្អូនណាបាទដោយសាររបស់នេះគឺកម្របំផុតហើយបាទហើយចឹងក៏អត់មានអីទៀតទេបងប្អូនណាបាទក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លឺលុះនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទាន
មានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទរឹងដូចថ្មអញ្ចឹងបងប្អូនណាបាទរឹងដូចថ្មអញ្ចឹងបាទ